ពិតជាគំនិតអាក្រក់មែនកងទ័ពថៃចង់យកទាហានខ្មែរទាំង18រូបដើម្បីចរចាជាមួយកម្ពុជាទាមទារយកប្រាសាទតាក្របីនិងប្រាសាទខ្នារបស់កម្ពុជាបើគិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលធ្វើនៅម៉ាឡេស៊ីដោយមានលោកប្រធានាធិបតីដូណាល់ត្រាំជាសាក្សីស្ថានភាពនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃមានសភាពរាងធូរស្រាលជាងមុនបន្តិចប៉ុន្តែរឿងដែលមិនអាចទទួលយកបាននោះគឺកងទ័ពថៃមិនព្រមដោះលែងវីរៈកងទ័ពខ្មែរទាំង18នាក់ដែលថៃបានចាប់ក្រោយពេលបទឈប់បាញ់បានចូលជាធរមានមិនត្រឹមតែប៉ុណ្ណោះកាលពីវេលារសៀលថ្ងៃអង្គារទី4ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាត់ថាផុនណផានិតបានបញ្ជាក់អំពីការបដិញ្ញាចិត្តប្រាប់អ្នកសារព័ត៌មានថៃពីវិមានរដ្ឋាភិបាលថាចំពោះសំណុំរឿងប្រាសាទតាក្របីកងទ័ពថៃនិងរដ្ឋាភិបាលថៃនឹងមិនស្ងៀមនោះឡើយដោយថៃនឹងប្រើប្រាស់រឿងឆ្លើយសឹកកម្ពុជាទាំង18រូបដើម្បីធ្វើជាឈ្នន់ក្នុងការចរចាយកប្រាសាទតាក្របីនិងប្រាសាទខ្នាឲ្យទាល់តែបានបន្ថែមលើនេះទៅទៀតប្រទេសថៃក៏កំពុងពិចារណាលើការបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញផងដែរលោកសង្កត់ធ្ងន់ថាប្រទេសថៃនឹងដាក់ពាក្យបណ្ដឹងប្តឹងកម្ពុជាទៅកាន់អង្គការអន្តរជាតិដើម្បីទាមទារតវ៉ាយកប្រាសាទតាក្របីនិងប្រាសាទខ្នាដោយកងទ័ពថៃក៏ដូចជារដ្ឋាភិបាលថៃនឹងធ្វើតាមការចង់បានរបស់ប្រជាជនថៃសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍នៅក្នុងប្រទេសក៏ដូចជាអន្តរជាតិសូមអរគុណ